lạnh máy tại lơ Facebook sờ lạnh máy tại lơ TikTok lọp khơi nhở maiจะตีกระรบmaiจะตีสลายดราม่าmai ơi កូនសុំទោសសិតលោកពុកអ្នកម៉ែខ្ញុំឃើញច្រើនណាបងប្អូនប៉ុន្តែខ្ញុំមិនវាយតម្លៃទេខ្ញុំចង់ឲ្យបងប្អូនពិចារណាលើពាក្យខ្ញុំមួយចំនួនថាបើសិនជាជាក់ស្ដែងវាល្អដូចលើបណ្ដាញម្លេះគ្រួសារមិនដឹងថាមានស្នាមញញឹមមានសុភមង្គលប៉ុណ្ណាចេះនិយាយស្ដីល្អល្អជាមួយអ្នកដទៃហេតុអីបើគ្រាន់តែនិយាយស្ដីជាមួយនឹងឪពុកម្ដាយចាស់ចាស់ឬមួយក៏សមាជិកគ្រួសារនឹងឲ្យបានល្អផងបាននៅខាងក្រៅសិតតែលោកពូអ្នកមីងបងប្រុសបងស្រីអ៊ំប្រុសអ៊ំស្រីគ្រប់មេគ្រប់ទៀនប៉ុន្តែឪពុកម្ដាយពេលខ្លះនិយាយដូចចាប់ទាំងកថាបងប្អូនខ្ញុំឃើញជាក់ស្ដែងហ្មងកាលពីកូននៅតូចកូននិយាយព្រោះនិយាយភាសាឲ្យកូនរៀនសូត្រចេះដឹងចុងក្រោយកូនយកចំណេះដឹងដែលមានយកមកប្រើប្រាស់ជាមួយនឹងឪពុកម្ដាយវិញពេលខ្លះមិនមែនទៅណែនាំអប់រំអ្នកដទៃមកអប់រំណែនាំតែឪពុកម្ដាយខ្លួនឯងកន្លែងហ្នឹងឯងដែលខ្ញុំនិយាយថាបើយើងមិនបានជួយជោគជួយចែវបើយើងមិនបានជួយយឹតយោងគ្រួសារទាំងមូលទេយើងកុំធ្វើឲ្យគាត់ទឹកភ្នែកយើងកុំបំផ្លាញទឹកចិត្តគាត់លះបង់ណាឪពុកម្ដាយខ្លះតស៊ូតាំងពីសម័យសង្គ្រាមរហូតដល់កូនអាយុ40 50ឆ្នាំហើយសួរថាការតស៊ូរបស់គាត់កម្រិតណាបេះពីមាត់ពង្រត់ពីកផ្គត់ផ្គង់ផ្ដល់ឲ្យកូនលំបាកយ៉ាងណាក៏ផ្ដល់ឲ្យកូនកតាខ្លះកូនច្រើនពេកបែងចែកឲ្យកូនវាមិនគ្រប់ជ្រុងជ្រោយផ្ដល់ឲ្យកូនមិនបានគ្រប់គ្នាស្មើភាពគ្នាកូនក៏ចំណែនគ្នានេះគ្នាក៏ចាត់ទុកថាឪពុកម្ដាយស្រឡាញ់កូនមិនស្មើគ្នាទៀតក៏មានដែរបើសិនជាមានឪពុកមានម្ដាយនៅរស់ខ្ញុំយល់ថាសំណាងពីព្រោះអីគ្មានការធ្វើបុណ្យណាដែលល្អប្រសើរជាងការធ្វើបុណ្យជាមួយនឹងឪពុកម្ដាយដែលគាត់កំពុងតែមានជីវិតគាត់អាចដើរបានគាត់អាចហូបបានគាត់អាចមើលឃើញគាត់អាចរីករាយហើយគាត់អាចមានសុភមង្គលគាត់អាចមានស្នាមញញឹមជាមួយនឹងជីវិតគាត់បានខ្ញុំយល់ថាគ្មានការងារណាដែលមានតម្លៃជាងនេះបងប្អូននឹងខ្ញុំប្រឹងប្រែងរស់ស៊ីរាល់ថ្ងៃនេះគឺដើម្បីអីបងប្អូននឹងខ្ញុំតែងតែនិយាយថាដើម្បីគ្រួសារបើសិនគេសួរថាឯងរស់ស៊ីដើម្បីអីមនុស្សជាច្រើនសឹងតែ 100% គេនិយាយថាខ្ញុំរស់ស៊ីដើម្បីគ្រួសារប៉ុន្តែក៏លេចទៅមើលគ្រួសារការនិយាយហើយនឹងស្ថានភាពជាក់ស្ដែងដូចគ្នាគ្រួសារពេលខ្លះរស់នៅផ្សេងប្រពន្ធរស់នៅផ្សេងប្តីរស់នៅផ្សេងកូនរស់នៅផ្សេងឪពុករស់នៅផ្សេងម្ដាយរស់នៅផ្សេងហ្នឹងហើយដើម្បីគ្រួសារខ្ញុំចង់ប្រាប់បងប្អូនថាទោះបីបងប្អូនរស់ស៊ីដើម្បីអីមិនសំខាន់ទេសំខាន់តន់មានវត្តមានពួកគាត់មានប្រពន្ធមានកូនមានឪពុកមានម្ដាយមានបងមានប្អូនគឺជាពេលវេលាមួយដូចជាខែប្រជុំខែអីនេះបងប្អូនអាចលៃលោកសម្រាប់ជួបជុំឪពុកម្ដាយដែលនៅរស់គឺជាឪពុកម្ដាយយើងដែលពិតប្រាកដរឿងនៅថ្ងៃអនាគតគាត់ស្លាប់ទៅកើតជាអីនោះអានោះគឺជារឿងដែលយើងទាំងអស់គ្នាគិតមិនយល់ហើយយើងក៏មិនធ្លាប់ស្ដាប់ដឹងរឿងទាំងអស់ហ្នឹងដែរប៉ុន្តែភាពពិតប្រាកដភាពច្បាស់លាស់មួយគឺឪពុកម្ដាយដែលកំពុងតែហូបបានដើរបានមើលឃើញគឺជាឪពុកម្ដាយយើងដែលពិតប្រាកដបើសិនជាបងប្អូនធ្វើបុណ្យធ្វើទានជាមួយនឹងឪពុកម្ដាយព្រះរស់នៅផ្ទះនេះគឺជាព្រះដ៏ពិតប្រាកដគឺជាមនុស្សដែលពិតប្រាកដ